នៅទាំងអស់គ្នាអើយទៅផ្សារឃើញបន្លែស្រស់ស្រស់ខ្ចីខ្ចីជាពិសេសស្ពៃកញ្ញាញ់នឹងតែម្ដងឃើញថាកន្លងខ្ចីញ៉ាញ់តែម្ដងបងប្អូនទាំងអស់គ្នាក៏នឹកឃើញសម្លស្ងោរស្ពៃកញ្ញាញ់ជាមួយនឹងប្រហិតត្រីឆ្វាតណាទាំងអស់គ្នាឥឡូវយើងធ្វើការដាក់ប្រេងអូលីវបន្តិចទៅដើម្បីធ្វើការលាយគ្រឿងចូលទៅក្នុងប្រហិតត្រីឆ្វាតរបស់យើងហ្នឹងហើយឥឡូវយើងដាក់កពឹសអានេះអីគេហឺប៊ីអាហ្នឹងយើងដាក់ចូលទៅក្នុងប្រហិតត្រីឆ្វាតរបស់យើងហ្នឹងតបមកយើងធ្វើការថែមម្រេចអ្នកទាំងអស់គ្នាព្រោះអីម្រេចដើរតួសំខាន់ណាស់ក្នុងការកាត់ឆ្អាបអញ្ចឹងណាហ្នឹងហើយយើងថែមគ្រឿងដូចជាប៊ីចេងតិចទៅប៊ីចេងកន្លះចុងស្ព្រាអញ្ចឹងទៅហ្នឹងហើយយើងធ្វើការដាក់រ៉ូឌីក៏បានស៊ុបខ្នុរក៏បានយើងដាក់កន្លះស្ព្រាបន្ទាប់មកទៀតយើងធ្វើការដាក់ស្ករចូលហើយស្ករហ្នឹងក៏ដាក់តិចដែរអ្នកទាំងអស់គ្នាមិនដាក់ច្រើនទេកន្លះចុងស្ព្រាដើម្បីធ្វើការញោមលាយឲ្យចូលគ្រឿងទៅក្នុងសាច់ប្រហិតត្រីឆ្វាតរបស់យើងហ្នឹងលាយវាឲ្យសព្វយើងធ្វើការបោកធ្វើការលាយធ្វើម៉េចឲ្យវាចូលគ្រឿងបានរសជាតិប្រហិតហ្នឹងវាឆ្ងាញ់ដកជាប់នៅក្នុងមាត់របស់យើងពេលដែលយើងញ៉ាំទៅរៀងហឹលតិចតិចលាយជាមួយម្រេចចឹងណាបងប្អូនអរគ្នាបើសិនជាយើងលាយគ្រឿងអត់ចូលសពទេក៏អត់ឆ្ងាញ់ដែរសម្រាប់ប្រហិតមួយនេះហ្នឹងហើយអ្វីដែលសំខាន់គឺវាកាត់ឆ្អាបផងកាលណាយើងដាក់ម្រេចទៅបើសិនជាបងប្អូនចូលចិត្តដាក់ម្ទេសអាចស្លហ្នឹងបន្ថែមម្ទេសបន្តិចទៀតក៏បានដែរអញ្ចឹងណាឥឡូវគ្រួសាររបស់ខ្ញុំគាត់ធ្វើការបោកណានៅប្រហិតនឹងឲ្យវាចូលគ្រឿងចូលជាតិហើយអានេះបន្លែរបស់យើងធ្វើការហាន់បន្លែណាស្ពៃកញ្ញាញ់របស់យើងហ្នឹងហាន់វាឲ្យស្អាតហ្នឹងណាហ្នឹងហើយយើងមើលដីមើលអីលាងវាឲ្យស្អាតចឹងទៅឥឡូវយើងធ្វើការហាន់បន្លែឃើញហាន់ទៅលាន់ស្រួយប្រាប់មកដល់អ្នកនរគ្នាព្រោះបន្លែនេះគឺជាបន្លែបៃតងដែលយើងហូបទៅជំនួយដល់កាពះពោះវៀនរបស់យើងណាមានវីតាមីនមានផ្លែនៅក្នុងហ្នឹងដើម្បីជួយប្រព័ន្ធរំលាយអាហាររបស់យើងឲ្យដើរបានស្រួលផងហើយវាកាត់បន្ថយការឡើងគីឡូអញ្ចឹងណាយើងគិតគូរដល់សុខភាពហើយការដែលយើងធ្វើសម្លហ្នឹងកុំភ្លេចមានខ្ទឹមដើម្បីធ្វើការស្លព្រោះអីសម្លរបស់យើងហ្នឹងយើងនឹងធ្វើការកូរខ្ទឹមអញ្ចឹងណាអ្នកទាំងអស់គ្នាខ្ទឹមសរបស់យើងហ្នឹងយើងធ្វើការកូរដើម្បីឲ្យវាឈ្ងុយណាយើងដាក់ខ្លាញ់ដើម្បីកូរឆាវាឲ្យវាឈ្ងុយចូលទៅឲ្យគ្រប់គ្រឿងណាស្លរបស់យើងបើសិនជាយើងដាក់ខ្ទឹមចូលបន្ថែមក៏បានដែរប៉ុន្តែកុំភ្លេចយើងហាខ្ទឹមសរបស់យើងហ្នឹងដើម្បីឲ្យចូលគ្រឿងណាអ្នកទាំងអស់គ្នាពេលដែលវាឈ្ងុយយើងដាក់សម្លទៅគឺវាមានជាតិតែម្ដងឥឡូវយើងធ្វើការហាន់ខ្ទឹមហ្នឹងរួចរាល់ហើយខ្ទឹមសរបស់យើងហ្នឹងពេលដែលយើងហាន់រៀបរាល់ហើយយើងដាក់ម្ដុំហ្នឹងទៅដើម្បីងាយស្រួលក្នុងការឆាអញ្ចឹងណាអ្នកទាំងអស់គ្នាឥឡូវបន្លែរបស់យើងហាន់រួចយើងធ្វើការលាងសម្អាតបន្លែហ្នឹងពីដោយទឹកហ្នឹងទៅព្រោះអីបន្លែយើងស្រស់មែនប៉ុន្តែវានៅមានដីមានពូលីអីតោងពេលខ្លះក៏មានតកៅអញ្ចឹងទៅហើយយើងអាចដាក់ការ៉ុតអីបន្ថែមទៀតដើម្បីឲ្យមានរសជាតិកាន់តែបន្ថែមរសជាតិហើយក៏រ៉ុតក៏វាជំនួយទៅដល់ភ្នែករបស់យើងដែរអញ្ចឹងណាហើយឥឡូវយើងធ្វើការដាក់ឆ្នាំងឲ្យក្តៅហើយយើងធ្វើការដាក់ប្រេងឆាចូលហើយប្រេងឆារបស់យើងហ្នឹងយើងដាក់មកល្មមមកតម្រូវគីឡូរបស់យើងទេប្រហែលជាកន្លះទឹកជាកន្លះវែកហ្នឹងហើយយើងដាក់តែកន្លះវែកទេហើយយើងធ្វើការកូរយើងធ្វើការឆារហូតដល់ខ្ទឹមហ្នឹងវាដូរពណ៌សម្បុរហើយវាមានរសជាតិឈ្ងុយយើងធ្វើការចាក់ទឹកចូលអញ្ចឹងពេលយើងចាក់ចូលទៅលាន់តែឈាវតែម្ដងអ្នកនរគ្នាហ្នឹងហើយពេលយើងចាក់ទឹកចូលហើយបន្តមកទៀតម្ដាយក្មេករបស់ខ្ញុំគាត់លាងផ្សិតដាក់ដើម្បីឲ្យធម្មតាបន្លែរបស់យើងដាក់ឲ្យបានឲ្យច្រើនមកតិចបានឆ្ងាញ់អញ្ចឹងណាឥឡូវការ៉ុតរបស់យើងធ្វើការហាន់ការ៉ុតឲ្យហើយដើម្បីដាក់ចូលទៅក្នុងសម្លរបស់យើងនេះការ៉ុតយើងរៀងមកងាស់ការ៉ុតតិចទៅដោយសារការ៉ុតវារៀងគ្រាប់ផុយជាងគេយើងដាក់ការ៉ុតមុនរហូតដល់ទឹកនឹងពុះបានយើងធ្វើការរៀបចំដាក់បន្លែហ្នឹងឥឡូវការ៉ុតរបស់យើងពុះហើយដាក់គ្រឿងរបស់យើងចូលគ្រឿងរបស់យើងហ្នឹងយើងលាយមានអំបិលប៊ីចេងស្ករហើយបើដាក់ស្ករត្នោតបន្តិចទៅឲ្យវាមានរសជាតិឆ្ងាញ់ហើយឥឡូវយើងធ្វើការដាក់ប្រហិតចូលបងប្អូនទាំងអស់គ្នាប្រហិតហ្នឹងយើងពុះតូចៗទៅឲ្យមើលឃើញទៅសម្រស់កាន់តែស្អាតអញ្ចឹងណាបងប្អូនគ្នាបើយើងដាក់មូលទៅវាចេញមកមូលក៏វាអត់ឆ្ងាញ់ដែរនេះយើងដាក់មើមថាមួយម៉ាត់ហ្នឹងគឺមកឆ្ងាញ់អញ្ចឹងណាបងប្អូនគ្នាឥឡូវម្ដាយក្មេងខ្ញុំគាត់ភ្លក់សម្បរហ្នឹងឃើញថាគ្រឿងរបស់គាត់ទាំងស្ទើរយើងដាក់អំបិលដាក់ប៊ីចេងដាក់ស្ករអីបន្ថែមតិចទៀតដ
ដើម្បីឲ្យតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនវាយគ្រឿងហើយគ្រប់អស់ហើយអញ្ចឹងមិនបាច់បន្ថែមទេតែនេះគាត់ដាក់អំបិលដាក់ប៊ីចេងដាក់ស្ករចង់បញ្ជាក់ប្រាប់អញ្ចឹងដាក់រ៉ូឌីបន្តិចដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ឥឡូវគាត់ធ្វើការហាន់ផ្សិតដាក់ព្រោះផ្សិតវាងាយផុយអញ្ចឹងគាត់ដាក់មុនបន្លែណាព្រោះផ្សិតហ្នឹងគឺផ្សិតចំបើងយើងហ្នឹងអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវយើងធ្វើការបង់ផ្សិតចូលហើយអញ្ចឹងពេលដែលបង់ផ្សិតហើយបានមកសន្ទុះមើលទៅទឹកពុះម្ដងទៀតណាទឹកពុះម្ដងទៀតយើងធ្វើការបង់បន្លែយើងចូលអញ្ចឹងណាបងប្អូនគ្នាបន្លែរបស់យើងឡើងខ្ចីឡើងបៃតងស្រស់តែម្ដងបងប្អូនអរគ្នាបន្លែរបស់យើងនឹងរៀងច្រើនគួរសមដែរអ្នកទាំងអស់គ្នាប៉ុន្តែគាត់ថានៅពេលដែលយើងស្លទៅពេលដែលវាស្វិតទៅវារួមចូលទៅឃើញថាវាល្មមមួយឆ្នាំងយើងសម្លហ្នឹងគឺសម្រាប់ហូប4នាក់ហ្នឹងគឺល្មមអ្នកទាំងអស់គ្នាវាមិនច្រើនអីពេកទេព្រោះអីអ្នកផ្ទះខ្ញុំចូលចិត្តហូបស្លជាងហូបបាយព្រោះឯកាលណាហូបបាយច្រើនទៅវាជួយវាមានន័យថាវាឡើងចិត្តស្ករខ្ពស់អញ្ចឹងយើងបន្ថយក្នុងការហូបបាយតែយើងហូបសម្លព្រោះឯសម្លរបស់យើងហ្នឹងអត់មានដាក់សាច់ទេអត់មានដាក់សាច់ដែលជួយឡើងគីឡូទេយើងដាក់តែប្រភេទត្រីទេអញ្ចឹងវាអត់សូវឡើងគីឡូដល់យើងអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយស្លរបស់យើងមានប៉ុណ្ណឹងឯងគឺយើងធ្វើនេះគឺរៀបរយហើយនៅតែបង់ខ្ទឹមចូលទៀតទេអញ្ចឹងយើងធ្វើការអាចក្រើមបន្តិចទៅដើម្បីឲ្យស្ពៃរបស់យើងហ្នឹងវារៀងសពបស្លឹកតិចណាឲ្យពុះទៅដើម្បីឲ្យវារៀងផុយសាច់គល់ស្ពៃបន្តិចទៅឥឡូវឆ្អិនហើយរៀបរយហើយអញ្ចឹងយើងនៅតែហាន់ខ្ទឹមរបស់យើងហ្នឹងដាក់ទៅដើម្បីឲ្យវាឈ្ងុយបន្ថែមទៀតអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយសម្លរបស់យើងហ្នឹងគឺរៀបរយហើយយើងនឹងធ្វើការរៀបចំដួសដាក់ចានពេលឆ្អិនហ្នឹងឯងហ្នឹងហើយអានេះដួសហើយដាក់យើងបង់លឹកខ្ទឹមហើយយើងធ្វើការដួសដាក់ចានតែប៉ុណ្្នឹងទេសម្លរបស់យើងងាយស្រួលអត់មានអីពិបាកអីទៅញ៉ែញ៉ៃអីទេអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយអរគុណមានប៉ុណ្ណឹងសម្រាប់ចែករំលែកដល់បងប្អូនអរគ្នាកុំភ្លេចជួយចុច like subscribe នៅ channel ចន្ទធី Cooking ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីបន្តទៀតចែករំលែកដល់បងប្អូនអរគ្នាអញ្ចឹងណាធម្មតាយើងធ្វើទៅបើសិនមានបងប្អូនចូលចិត្តច្រើនទៅយើងមានកម្លាំងចិត្តក្នុងការធ្វើដែរអរគុណបងប្អូនអរគ្នាហើយសម្រាប់ស្លរបស់យើងឆ្អិនដួសរៀបរយហើយក៏ដួសត្រៀមរៀបចំជូនម៉ែទាំងពីរមានម៉ែក្មេកមានម៉ែបកើតអញ្ចឹងណាយើងដួសដើម្បីធ្វើការសំបុណ្យកុសលទៅថ្ងៃក្រោយទៀតព្រោះអីយើងមិនដឹងថាយើងស្លាប់ពេលណាទេហើយយើងក៏ធៀមក្នុងការជូនគាត់ជាប្រចាំទៅយើងសំបុណ្យរាល់ថ្ងៃអរគុណបងប្អូនអរគ្នាជម្រាបលាបាទអដែលថែសាជួបកោយើងឲ្យធ្វើឲ្យទេកោមានសុខភាពល្អចាស់យើងឲ្យមានជំងឺមកវាហើយកូននៅរកស៊ីបានកើតតាមវាកូនជាជុំគ្រូជុំពុកណាកូនវិថាឲ្យយើងមកជាពិសេសចៅមានជំងឺអីឈឺណាណៃឲ្យជាផ្នែកទៅចំណាយណាឲ្យគេរាប់អានឲ្យគេចំណាយកូនមានតែសុខបានសុខបានរហូតកុំឲ្យជួបមានជំងឺមកបៀតបៀនសោះហើយកុំឲ្យជួបក្រជួបតែមានរហូតណាកូនណាសូមអនុមោទនាanh học bài hai ạ bài hai thôi bài hai của mình chọn bài cho đang cái khác không quan trọng mình ăn mình chọn bỏ được bật trẻ không thế sao tình chúng tôi biết lớn á hưởng của phước của con hưởng chứ không xuống đây mình đang từ quận này mình cái bùa bầu đang từ quận mình bùa
ហើយយើងទៅដល់ទៅអត់ចាំកូនទៅដល់មើល ក៏ខ្មៅគាត់អត់ដែលឃើញ ពូផៅអត់ផៅទៅយើងទៅដល់គ្នាបងយើងបាញ់ឃើញមែនអត់ចង់ហូបអូនពេកមកទៅដល់គ្នាឲ្យយើងមកដាក់សុំបានសុំបាន